ទ្វារផ្ទះគេចំហដើរចូលតិចបងខ្ញុំសុំសួរថាផ្ទះស្គាល់ផ្ទះឈ្មោះនេះឈ្មោះនេះឈ្មោះនេះនៅណាទេមិនបាត់មើលទេប៉ុន្តែនេះមានណាហិង្សាទី2បង្ខិតបង្ខំឬគំរាមកំហែងឬប្រើប្រាស់បដិកលមានន័យថាមានចេតនានិងបំពេញទៅលើរំលឹកឋានរបស់អ្នកដទៃសូមឲ្យម្ចាស់ផ្ទះមានការរំលឹកដល់កញ្ញានៅក្នុងករណីឯកឧត្តមលើកជាទីហោទេថាចូលបើសិនទៅស្វឹងទៅដើរចូលផ្ទះគេនឹងភាគច្រើនដែរអ្នកខ្លះស្វឹងទៅដល់ផ្ទះព្រលឹមឡើងថាមកតាមផ្លូវណាហើយចូលមើលអ្នកខ្លះទៀតស្វឹងទៅដើរចូលផ្ទះគេផ្លប់សួរថាមានបាត់មើលដែរអត់នៅទីនេះសូមពិនិត្យមើលអត្ថន័យរបស់វាច្បាស់ណាជនណាប្រព្រឹត្តដោយមានហិង្សាការបង្ខិតបង្ខំការគំរាមកំហែងឬឧបាយកលចូលទៅក្នុងលំនៅឋានអ្នកដទៃអញ្ចឹងមិនមានន័យថាទៅដល់ទៀតទ្វារផ្ទះគេចំហដើរចូលតិចបងខ្ញុំសុំសួរថាផ្ទះស្គាល់ផ្ទះឈ្មោះនេះឈ្មោះនេះឈ្មោះនេះនៅណាទេមិនបាត់មើលទេប៉ុន្តែនេះមានណាហិង្សាទី2បង្ខិតបង្ខំឬគំរាមកំហែងឬប្រើប្រាស់បដិកលមានន័យថាមានចេតនានិងបំពេញទៅលើរំលឹកឋានរបស់អ្នកដទៃចុះបើអត់ចេតនាអត់មានបាត់មើលទេព្រោះបាត់មើលនឹងពីចេតនាវាបង្កប់ក្នុងន័យនឹងទាំងអស់លេងដល់ដូច្នេះហើយបានគេអត់ទៅសេបន្ថែមដល់ចេតនានោះអញ្ចឹងអ្វីដែលអាយដាមថាសុំឲ្យនៅពេលដែលម្ចាស់ផ្ទះគេដកពាក្យហ្នឹងនេះជាបញ្ហាមិនមែនពាក់ព័ន្ធតែសិទ្ធិរបស់បុគ្គលឯកជនទេនិយាយចំមែនទែនសិទ្ធិដែលត្រូវការពារខ្លាំងមែនទែននៅក្នុងចំណោមបូរណភាពនិស្សិតបុគ្គលគឺសិទ្ធិមិនអាចរំលោភបានលើនៅឋានហ្នឹងហ្មងសូមពិនិត្យមើលច្បាប់អន្តរមាត្រា57គេចែងពីអំពើរំលោភលើបូរណភាពនិស្សិតបុគ្គលប៉ុន្តែសិទ្ធិដែលលើកឡើងមកធំជាងគេគឺលំនៅឋាននេះហ្មងពីព្រោះអីពីព្រោះលំនៅឋាននេះជាមជ្ឈមណ្ឌលនៃអាជីវកម្មជាទីកន្លែងដែលលាក់បំពួននៅអ្វីៗទីកន្លែងដែលមាននៅអ្វីៗដែលពាក់ព័ន្ធនឹងជីវិតឯកជនហ្មងឧទាហរណ៍បើសិនមានលុយទុកនៅផ្ទះនៅរៀននៅក្មេងមានសង្សារសម្បត្តិសង្សារផ្ញើមកលាក់នៅក្នុងខ្នើយកូនខ្នើយនឹងផ្ទះអត់មានដែរយកទៅលាក់កន្លែងណាអញ្ចឹងអ្វីដែលពាក់ព័ន្ធជីវិតឯកជនគឺនៅនឹងទាំងអស់ដូច្នេះច្បាប់ការពារខ្លាំងណាស់សម្រាប់នឹងជីវិតនឹងឯកជនហើយមាត្រា40នៃរដ្ឋធម្មនុញ្ញក៏ដូចគ្នាដែរថាខណ្ឌទី3ការរក្សាសិទ្ធិមិនឲ្យរំលោភលើនៅឋាននិងអាបាំងនៃលិខិតដូច្នេះហើយអ្វីៗទាំងអស់ដែលមាននៅក្នុងនេះគឺលំមគ្រប់គ្រាន់សមរម្យនិងធានាបាននូវផលប្រយោជន៍របស់បុគ្គលឯកជនធានាបាននូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងផលប្រយោជន៍សាធារណៈបាទសូមអរគុណ